សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិខ្មោចតាសុកគឺជាពូម៉ាយម្នាក់ដែលមានចិត្តក្លាហានហើយគាត់រស់នៅជាមួយកូនក្រមុំរបស់គាត់ម្នាក់គាត់មានមុខរបរធ្វើស្រែចម្ការនៅពេលទំនេរតែងតែយកស្រូវអង្ករមាន់ទាទៅលក់នៅផ្សារក្នុងខេត្តជាមួយអ្នកនៅក្នុងភូមិពួកគាត់តែងតែទៅផ្សារតាំងពីព្រលឹមនិងវិលមកភូមិវិញមុនពេលថ្ងៃលិចនៅថ្ងៃមួយអ្នកភូមិនិងតាសុកបានទៅលក់មាន់ទាដោយសមមួយដងការលក់ដូររបស់អ្នកភូមិផ្សេងទៀតគឺបានរលូនល្អណាស់ចម្លែកអីតែតាគាត់លក់មិនសូវដាច់ទេរៀងល្ងាចបន្តិចហើយអ្នកភូមិបានហៅគាត់ត្រឡប់ទៅភូមិវិញទាន់នៅភ្លឺតែតាយើងបានបដិសេធដោយគាត់ឲ្យគេទៅមុនតតែថ្ងៃលិចបាត់រៀងយប់បន្តិចទើបគាត់រៀបចំរទេះគោទៅតាមក្រោយបន្ទាប់ពីគាត់រៀបចំរទេះគោរួចរាល់ហើយគាត់ក៏បានទៅទិញអីវ៉ាន់សម្រាប់ផ្ញើកូនក្រមុំរបស់គាត់ពេលដែលគាត់ចេញមកវិញយប់រៀងជ្រៅបន្តិចហើយតាសុកសម្រេចចិត្តបរទេះកាត់តាមផ្លូវលំមួយដោយឆ្លងកាត់វាលឆ្កែលូដើម្បីឆាប់ទៅដល់ផ្ទះរបស់គាត់ព្រោះណាមួយបារម្ភពីកូនក្រមុំដែលចាំនៅផ្ទះតែម្នាក់ឯងណាមួយយប់រៀងជ្រៅបន្តិចហើយវាលឆ្កែលូគឺជាវាលស្រែធំមួយដែលនៅក្បែរនោះមានទីទួលបុរាណមានចេតិយចំណាស់មួយនិងសម្បូរទៅដោយដើមឈើធំនិងដើមត្នោតជាច្រើនអ្នកភូមិល្បីថានៅសម័យ3ឆ្នាំ8ខែ20ថ្ងៃកន្លែងនោះគឺជាកន្លែងដែលពួកអង្គការយកមនុស្សទៅវាយចោលឆ្អឹងរីប៉ាយពេញដីទោះបីជាគេយកទៅបូជាខ្លះហើយក៏ដោយក៏នៅមានសេសសល់ដែរទីទួលនោះកម្រមានអ្នកឆ្លងកាត់ខ្លាំងណាស់ទោះថ្ងៃឬយប់ក៏ដោយនាពេលយប់នោះរៀងងងឹតឈឹងគ្មានពន្លឺព្រះច័ន្ទមានតែពន្លឺផ្កាយតិចរីប៉ាយពេញមេឃចោលជំនោធ្លាក់ត្រជាក់ស្រេបបក់មកប៉ះស្លឹកត្នោតលាន់ឬសូប្រាវគួរឲ្យព្រឺឆ្អឹងខ្នងសម័យនោះភ្លើងអគ្គិសនីមិនទាន់មាននៅឡើយទេអ្នកភូមិប្រើតែចង្កៀងព្រិញកាតឬដុតចន្លោះប៉ុណ្ណោះសំលេងក្អាត់កង្កែបហ៊ីងយំនិងកង់រទេះប៉ះគ្នាលាន់ឬសូក្រេតក្រតបំបែកភាពស្ងប់ស្ងាត់គោទាំងពីររបស់តាសុកស្រាប់តែបោះចំហៀនយូរទៅហាក់បីដូចជាមានអ្វីមកទាញរទេះពីក្រោយតាសុករៀបនឹងលើកទ្រពាត់វីគោស្រាប់តែគោទាំងពីរបញ្ឈប់ដំណើរទាំងស្រុងហើយបញ្ចេញសំឡេងឮសូរគ្រឹតក្រក់និងធ្វើភ្នែកស្លុតស្លក់ដូចជាខ្លាចអ្វីមួយយ៉ាងចម្លែកឆ្កែចាប់ផ្ដើមលូអមជាមួយទីទុយយំត្រហឹងពេញព្រៃខ្យល់បក់មកជាមួយនឹងភាពត្រជាក់ស្រេបតាសុកស្រែកឡើងថាអាក្រហមអាចច្រត់មិនពួកឯងឈប់អញ្ចឹងឆាប់ដើរទៅមុខទៅប៉ុន្តែពួកវាមិនកំរើកឡើយថែមទាំងផ្អើលថយក្រោយបន្តិចទៅមុខបន្តិចភ្លាមនោះក្លិនស្អុយក៏បក់មកតាមខ្យល់មកប៉ះច្រមុះតាសុកវាមិនមែនជាក្លិនលីមួកគោឬក្លិនភក់ទេតែដូចជាក្លិនស្អុយរលួយដូចជាសាច់សត្វស្លាប់ជាយូរថ្ងៃណាស់មកហើយតាសុកចាប់ផ្ដើមព្រឺសម្បុរពេញខ្លួនគាត់ចាប់ផ្ដើមនឹកដល់ពីអ្នកភូមិអ្នកស្រុកដែលនិយាយថាទីទួលវាលឆ្កែលូមានខ្មោចលងបន្ទាប់មកគាត់លើកចន្លោះបំភ្លឺមើលជុំវិញតែមិនឃើញអ្វីសោះក្រៅពីដើមត្រែងដែលយល់យោកទៅតាមខ្យល់មួយសន្ទុះក្រោយមកស្រាប់តែមានសំឡេងមួយបន្លឺឡើងពីក្រោយរទេះជាសំឡេងមនុស្សស្រីបានហៅតាសុកដោយសំឡេងតិចស្អកថាតាសុកអើយខ្ញុំសូមជិះទៅផងខ្ញុំដើរទៅមុខទៀតមិនរួចទេតាសុកបានងាកក្រោយយ៉ាងលឿននៅក្រោមពន្លឺភ្លើងចន្លោះព្រាលគាត់បានឃើញស្ត្រីស្លៀកពាក់ខោអាវខ្មៅឈុតនោះគឺជាឈុតនៃសម័យប៉ុលពតបានមកអង្គុយនៅលើទ្រុងរទេះគោរបស់គាត់បាត់ទៅហើយទាំងតាសុកគាត់មិនបានអនុញ្ញាតផងតាសុកគិតថាចំយាឲ្យតើស្ម័គ្រមិត្តស្រីនេះមកពីណាស្លៀកពាក់ឈុតខ្មៅច្បាស់ណាស់ជាមនុស្សស្លាប់នៅសម័យប៉ុលពតជាមិនខានទេគាត់បានសម្លឹងមុខនាងនោះតែមុខនាងនោះអោនចុះតែអ្វីដែលធ្វើឲ្យតាសុកស្ទើរកាំងបេះដូងគឺនាងនោះគ្មានជើងទេខោជើងវែងពណ៌ខ្មៅនោះរលាស់ទៅតាមខ្យល់រំពេចនោះសំឡេងឆ្កែលូទីទុយយំកាន់តែខ្លាំងឡើងតាសុកព្យាយាមតាំងស្មារតីនិងចង់រត់ចោលរទេះគោតែគាត់នៅស្ដាយសត្វគោនិងអីវ៉ាន់នៅលើរទេះរបស់គាត់ គាត់លើកដៃសំពះហើយនិយាយទាំងយកមាត់ថា
នាងអើយខ្ញុំគ្រាន់តែជាអ្នកដំណើរទេមិនដែលធ្វើបាបនាងម្ដងណាទេបើនាងឃ្លានឬខ្វះខាតអីចាំព្រឹកស្អែកខ្ញុំធ្វើបុណ្យឧទ្ទិសកុសលជូនកុំមកលោភមកឡាយខ្ញុំដូច្នេះដោះលែងខ្ញុំទៅខ្ញុំមានកូនចាំនៅឯផ្ទះខ្មោចស្រីនោះមិនបានឆ្លើយតបជាមួយនឹងតាទេនាងគ្រាន់តែងើបមុខយឺតផ្ទៃមុខរបស់នាងគ្មានសាច់ទាល់ទេសោះគឺមានតែលលាក្បាលដែលមានសាច់រលួយរលេះនិងមានដង្កូវវាចុះវាឡើងពេញផ្ទៃមុខខ្មោចនោះសើចនិងនិយាយលីឡំនឹងសំឡេងយំថាតើអើយខ្ញុំត្រជាក់ណាស់គេចងខ្ញុំជាប់នឹងដើមត្នោតមួយនោះហើរនឹងភ្លៀងខ្យល់រហូតដល់ខ្ញុំស្លាប់នាងនិយាយបណ្ដើចង្អុលទៅដើមត្នោតមួយដើមដែលនៅចំកណ្ដាលនៃទួលដែលមានរាងកោងដូចខ្នងមនុស្សភ្លាមនោះខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យចន្លោះរបស់តាសុករលត់ឈឹងភាពងងឹតបានគ្រុតដណ្ដប់តាសុកលែងគិតអ្វីទាំងអស់គាត់ទាញកាំបិតផ្គាក់ដែលដាក់នៅក្បែរខ្លួនមកកាន់ហើយស្រែកមួយទំហឹងផងវាយគោរបស់គាត់ផងលើកនេះទោះជាគោទាំងពីរហាក់ដូចជាភ័យខ្លាចនឹងខ្មោចតែតាសុកបានប្រើកម្លាំងវាយយ៉ាងខ្លាំងពួកវាក៏បានស្ទុះបោលយ៉ាងលឿនឆ្ពោះទៅមុខទាំងងងឹតស្លុបខ្មោចស្រីនោះនៅតែស្រែកពីក្រោយតាសុកបិទភ្នែកបន់ស្រន់គ្រប់ម្ចាស់ទឹកម្ចាស់ដីផងស្រែករកព្រះពុទ្ធផងរកម៉ែរកឪផងនិងគាត់បានសូត្រធម៌លឺមិនដឹងជាធម៌អ្វីខ្លះនោះទេគឺនឹកឃើញអីសូត្រនឹងតែប៉ុណ្ណោះចេះតែសូត្រលឺទៅរហូតរទេះគោរត់មួយសន្ទុះធំសំរេងខ្មោចស្រីនោះបានបាត់ម្ដងបន្តិចរហូតដល់បាត់សូនឈឹងទោះជាសំឡេងខ្មោចស្រីនោះបាត់សូនឈឹងក៏ដោយក៏តាមមិនហ៊ានបើកភ្នែកទាល់តែសោះរហូតទាល់តែមួយសន្ទុះធំគាត់បានបើកភ្នែកសម្លឹងតែមិនបានឃើញខ្មោចទេទោះជាមិនបានឃើញខ្មោចក៏ដោយគាត់បានបំបោរទេះបន្តទៀតរហូតបានឃើញពន្លឺចង្កៀងពីផ្ទះអ្នកភូមិពេលចូលដល់ក្នុងភូមិតាវាគោបណ្ដើគាត់ស្រែកឡើងបណ្ដើធ្វើឲ្យផ្អើលប្រជាជនពេញមួយភូមិពេលមកដល់មុខផ្ទះខ្លួនឯងតាសុកលោតពីលើរទេះទាំងទន់ជើងកូនស្រីរបស់គាត់និងអ្នកភូមិបានសួរនាំតាសុកទាំងឆ្ងល់ថាហេតុអ្វីបានជាគាត់ស្លេកស្លាំងម្លេះតាសុកបាននិយាយទាំងញ័រដៃញ័រជើងថាគាត់ត្រូវខ្មោចលងនៅវាលឆ្កែលូនាព្រឹកស្អែកឡើងតាសុកបានធ្លាក់ខ្លួនឈឺគ្រុនក្តៅយ៉ាងធ្ងន់ធ្ងរអស់រយៈពេល3ថ្ងៃក្រោយជាសះស្បើយគាត់និងអ្នកភូមិបាននិមន្តព្រះសង្ឃទៅធ្វើបុណ្យនៅក្បែរដើមត្នោតកោងនៅវាលឆ្កែលូនោះតាសុកបានស្នើឲ្យអ្នកភូមិជីកដីក្បែរនោះក៏ប្រទះឃើញគ្រោងឆ្អឹងមនុស្សស្រីម្នាក់ត្រូវបានចងច្រវាក់កប់នៅទីនោះពិតមែនរួចតាអាចារ្យបានដោះច្រវាក់ចេញនិងយកគ្រោងឆ្អឹងនោះទៅចាត់ចែងតាមទំនៀមទម្លាប់និងសាសនាចាប់តាំងពីពេលនោះមកតាសុកលែងហ៊ានធ្វើដំណើរឆ្លងកាត់វាលឆ្កែលូនោះទៀតហើយមិនថាឡើយនៅពេលយប់ឬពេលថ្ងៃនោះទេហើយរឿងរ៉ាវនេះក៏បានក្លាយជាពាក្យចចាមអារាមប្រចាំភូមិរហូតដល់សព្វថ្ងៃអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតមកដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិងខមមិនពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like Subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីបានទទួលវីដេអូថ្មីៗមុនគេសូមអរគុណ